ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នានៅមេរៀនថ្មីមួយទៀតដែលពាក់ព័ន្ធជាមួយនឹងមេរៀននៃការប្រើប្រាស់ឧបករណ៍កាត់សក់ដែលមេរៀនលើកនេះគឺពាក់ព័ន្ធជាមួយនឹងកន្ត្រៃដែលការកាត់កន្ត្រៃនេះគឺមានបែងចែកទៅជាក្បាច់នៃការកាត់ចំនួន4ដែលខ្ញុំនឹងរៀបរាប់ឲ្យបងប្អូនបង្ហាញបងប្អូនឲ្យបានឃើញក្នុងពេលបន្តិចទៀតនេះហើយជាដំបូងឡើយមុននឹងឈានទៅដល់ការរៀនអំពីក្បាច់នៃការកាត់កន្ត្រៃខ្ញុំសូមឲ្យបងប្អូនរៀនពីរបៀបនៅក្នុងការកាន់កន្ត្រៃជាមុនសិនពីព្រោះយើងអត់អាចទៅកាត់កន្ត្រៃបានល្អទេទៅតាមក្បាច់នីមួយៗរបស់វាដរាបណាយើងអត់ទាន់ចេះកាន់កន្ត្រៃឲ្យបានត្រឹមត្រូវអញ្ចឹងសូមបងប្អូនមើលអំពីកន្ត្រៃនៃការកាត់សក់កន្ត្រៃនៃការកាត់សក់សម្រាប់យកមកកាត់សក់គឺខុសពីកន្ត្រៃដែលយើងកាត់កណាត់ធម្មតាដែលវាផលិតឡើងគឺសម្រាប់តែការកាត់សក់តែម្យ៉ាងគឺតម្រូវឲ្យយើងងាយស្រួលក្នុងការកាន់នៅពេលដែលយើងកាត់សក់អញ្ចឹងយើងត្រូវដឹងអំពីរបៀបនៅក្នុងការប្រើវាអញ្ចឹងទី1ជាដំបូងឡើយគឺបងប្អូនត្រូវយកនៅម្រាមដៃនាងរបស់បងប្អូនគឺដាក់ចូលទៅក្នុងប្រឡោះកន្ត្រៃដែលនៅខាងក្រោមណាបងប្អូនដាក់ឲ្យចំពាក់កណ្ដាលនៃថ្នាំងដៃម្រាមដៃរបស់យើងមានថ្នាំងទាំង3អញ្ចឹងបងប្អូនដាក់ឲ្យចំថ្នាំងដៃកណ្ដាលដាក់ឲ្យដល់ថ្នាំងដៃកណ្ដាលអញ្ចឹងមកបន្ទាប់មកទៀតកូនដៃយើងនេះកូនដៃគឺយើងត្រូវដាក់នៅកតុយកន្ត្រៃដែលវាមានកង្កែងដោះចេញមកហ្នឹងបន្ទាប់មកទៀតចូលដល់ដៃកណ្ដាលរបស់យើងគឺត្រូវដាក់នៅក្នុងកលៈដែលនៅអឹបនឹងប្រឡោះកណ្ដាលនេះដែរប្រឡោះកន្ត្រៃដែរយើងដាក់អញ្ចឹងមកទ្រវាជាប់បន្ទាប់មកទៀតគឺដៃចង្អុលយើងគឺដាក់បន្ទាប់គ្នាជាមួយនឹងដៃកណ្ដាលដែរគឺដាក់បែបហ្នឹងដល់ពេលដែលយើងសោកទៅគឺបែបហ្នឹងងាយទេបើយើងត្រឡប់កាន់វាគាត់ទៅសោកតែដៃនាងចូលទៅគឺរួចហើយវាចេញរៀងបែបហ្នឹងឯងដោយយើងមិនបាច់រៀបដៃអីទេគាត់ទៅសោកដៃនាងចូលគឺចេញរៀងអញ្ចឹងហើយអញ្ចឹងបន្ទាប់មកទៀតចូលដល់ដៃមេរបស់យើងដៃមេនេះគឺសម្រាប់ប្រើសូកចូលទៅក្នុងប្រឡោះកន្ត្រៃមួយទៀតប៉ុន្តែបញ្ជាក់បងប្អូនត្រូវនឹងតិចគឺយើងមិនសូកលៀនចូលមកអញ្ចឹងទេណាគឺយើងសូកតែបន្តិចទេសូកបន្តិចហើយរៀងប្រផិចទៀតមិនរៀងត្រង់ចេះទេគឺរៀងប្រផិចប្រឆិតម្រាមប្រឆិតបន្តិចតោះមកចោលដៃយើងគឺទប់ចោលដៃយើងគឺដើរតួជាគ្រឿងទប់តួកត្រៃទាំងមូលនៅពេលដែលយើងកាត់ណាជួយទប់ខ្លាំងណាគឺចោលដៃហ្នឹងចំណែកមេដៃជាអ្នកចេញសកម្មភាពជាក់ស្ដែងអញ្ចឹងនេះជារបៀបកាន់ឲ្យបានត្រឹមត្រូវគឺកាន់អញ្ចឹងបន្ទាប់មកទៀតចូលដល់វគ្គរៀនកាត់កត្រៃហ្នឹងអញ្ចឹងសូមបងប្អូនធ្វើអញ្ចឹងហើយបងប្អូនត្រឡប់វាឲ្យទៅជាខាងនោះវិញបងប្អូនយល់ទេត្រឡប់ទៅខាងនោះត្រឡប់អញ្ចឹងបន្ទាប់មកបងប្អូនលាដៃបងប្អូនឲ្យត្រង់ទៅខាងមុខលាអស់ទៅខាងមុខបន្ទាប់មកទៀតយើងធ្វើការកាត់ក៏ប៉ុន្តែសូមបញ្ជាក់បងប្អូនតិចពេលដែលយើងកាត់មិនមែនកម្រើកម្រាមទាំង5ទេគឺកម្រើតែម្រាមមួយទេគឺម្រាមមេចំណែកអាម្រាមទាំង4ទៀតគឺដើរតួជាគ្រឿងទប់លំនឹងកត្រៃទាំងអស់ជាពិសេសគឺចោលដៃនេះគឺទប់ឲ្យជាប់ហើយបញ្ជាក់បងប្អូនតិចបងប្អូនអាចដាក់កង្កែងចេះក៏បានអ្នករៀងកង្កែងចេះក៏បានរៀងត្រង់ក៏បានតាមចំណូលចិត្តយើងប៉ុន្តែគឺយើងសូកវាឲ្យចូលជ្រៅតិចមកសម្រាប់ម្រាមទាំង4ខាងលើយើងដាក់អញ្ចឹងមកបន្ទាប់មកទៀតគឺយើងកាត់ប៉ុន្តែសម្រាប់បងប្អូនដែលតែរៀនដំបូងគឺភាគច្រើនបងប្អូនអាចនឹងអញ្ចឹងបងប្អូនអាចប្រើម្រាមចោលដៃម្ខាងទៀតហ្នឹងទៅទ្រចុងកត្រៃយើងបន្ទាប់មកយើងចាប់ផ្ដើមបើកមេដៃយើងយើងកាត់វាមួយសិនមកកាត់មួយកុំបខំហើយក្នុងពេលដែលយើងកាត់ហ្នឹងសម្រាប់បងប្អូនដែលរៀនកាត់ដំបូងភាគច្រើនគឺគាត់ជួបជាមួយនឹងបញ្ហាមួយគឺការកលាច់មេដៃចេញពីកត្រៃនេះចេញពីប្រឡោះកត្រៃខាងក្រោមនេះអញ្ចឹងនៅពេលដែលវាកលាច់វាទៅជាចេះហ្នឹងទៅវាកលាច់ចេញអញ្ចឹងបងប្អូនទប់ឲ្យជាប់
ធាតុពិតវាជារឿងធម្មតាតែសម្រាប់អ្នករៀនដំបូងវាអត់ប្លែកទេអ្នកណាក៏ដូចតែគ្នាពេលរៀនដំបូងភាគច្រើនគឺកលាច់ហើយកលាច់កត្រៃហើយអញ្ចឹងយើងធ្វើការកាត់វាឲ្យប្រុងដោយការប្រុងប្រយ័ត្នបន្ទាប់មកយើងធ្វើវាមួយសិនហើយទប់ឲ្យជាប់ណាកត្រៃយើងទប់ឲ្យជាប់មេដៃយើងក៏ទប់ដែរកុំឲ្យវាលបូតកុំឲ្យវាកលាច់យូរទៅគឺលេងអីទេវាទៅជាទម្លាប់សម្រាប់យើងហើយអញ្ចឹងយើងធ្វើវាមួយមកដល់ពេលដែលយើងចេះស្ទាត់ចេះរៀងស៊ាំដៃហើយយើងតម្លាក់ដៃយើងមួយចុះមកយើងកាត់មិនក៏នៅតែរឹងកាត់មិនក៏នៅតែនឹងដែរឃើញទេវាកម្រើតែមកជាហៀងឯធាតុពិតកត្រៃហ្នឹងគឺកម្រើតែមេដៃហ្នឹងកម្រើតែធ្មេញខាងលើទេអញ្ចឹងបងប្អូនចេះឲ្យពីរបៀបនៅក្នុងការកាត់នៅក្នុងការកាន់កត្រៃឲ្យបានត្រឹមត្រូវអញ្ចឹងចូលដល់វគ្គបន្ទាប់គឺការរៀនអំពីការកាត់កត្រៃទាំង4ក្បាច់ដែលវាមាន4ក្បាច់អញ្ចឹងខ្ញុំនឹងណែនាំបងប្អូនក្នុងពេលឥឡូវហ្នឹងអញ្ចឹងចូលដល់វគ្គរៀនកាត់កត្រៃចំនួន4ក្បាច់អញ្ចឹងក្បាច់ទី1មុននឹងចាប់ផ្ដើមរៀនសូមបងប្អូនធ្វើការដាក់ដៃនេះគឺដៃចង្អុលហើយនឹងដៃនាងរបស់យើងនឹងដៃកដាលរបស់យើងអញ្ចឹងបងប្អូនដាក់វាខ្ជិបចូលគ្នាចេះបន្ទាប់មកទៀតមេដៃនេះយើងដាក់អមជាមួយនឹងចង្អុលដៃយើងមកបន្ទាប់មកទៀតយើងលើកកត្រៃយើងនេះកត្រៃយើងលើកកត្រៃយើងកាន់បែបនេះមិនកាន់ចេះគឺកាន់បែបនេះមិនកាន់ចេះគឺកាន់បែបនេះបន្ទាប់មកទៀតបងប្អូនដាក់វានៅខ្នងនៃម្រាមដៃយើងខ្នងណាបន្ទាប់មកបងប្អូនយកកត្រៃធ្មេញខាងនោះនេះធ្មេញខាងនោះយកទៅកនឹងម្រាមកដាលក៏ប៉ុន្តែម្រាមកដាលនេះបញ្ជាក់បន្តិចមិនមែនដាក់នៅលើខ្នងម្រាមចេះទេណានេះមិនមែនដាក់លើខ្នងចេះទេគឺយើងយកដាក់មកកនៅផ្នែកខាងក្នុងនេះនៅខាងក្នុងបន្តិចណាយកដាក់កអញ្ចឹងមកបន្ទាប់មកបងប្អូនធ្វើការបើកវះកត្រៃក៏ប៉ុន្តែបញ្ជាក់បន្តិចមិនចេះឲ្យវាទៅជាដាច់ដៃខ្លួនឯងវិញអញ្ចឹងយើងដាក់កនៅលើខ្នងដៃហើយយើងប្រហើបអានេះឲ្យទៅចេះប្រហើបទៅខាងនោះថ្មិញនេះអត់ធ្វើការអឹបជាមួយនឹងចោលដៃទេដោយសារតែពេលដែលយើងកាត់គឺអាចនឹងកាត់ដៃខ្លួនឯងអញ្ចឹងយើងធ្វើការប្រហើបវាវិញប្រហើបវាទៅខាងនោះដើម្បីកាត់ដល់ពេលដែលយើងប្រហើបហើយយើងកាត់មកគឺអត់ត្រូវដៃខ្លួនឯងទេបន្ទាប់មកយើងចូលដល់វគ្គកាត់ហើយណាយើងកាត់យើងរុញចូលយើងតបាក់មួយយើងទាញបន្តិចមកក្រោយវិញហើយយើងបើកមុខកត្រៃយើងបុកទៅទៀតបុកទៅមុខទៀតធ្វើការកាត់បែបហ្នឹងបដិញវារហូតសកម្មភាពនៃការកាត់គឺនេះចាប់ផ្ដើមពីចុងម្រាមយើងរត់ទៅកញ្ញដៃរបស់យើងក៏ប៉ុន្តែមិនមែនកាត់ដល់ទេប៉ុន្តែគឺសំដៅទៅនឹងក្បាច់ទី1គឺបែបហ្នឹងបងប្អូនឃើញទេនេះគឺក្បាច់កាត់ត្រង់ក្បាច់ទី1ក្បាច់កាត់ត្រង់180ដឺក្រេនៅពេលដែលយើងកាត់សក់គឺវាចេញស្នាមដាច់បែបត្រង់ណាបងប្អូននេះជាក្បាច់ទី1បន្ទាប់មកទៀតក្បាច់ទី2ក្បាច់ទី2គឺក្បាច់ប្រឆិតនេះសូមបងប្អូនដាក់ម្រាមដៃឲ្យនៅដដែលបន្ទាប់មកយើងយកខ្នងកត្រៃយើងយកដាក់កនៅលើម្រាមប៉ុន្តែបញ្ជាក់ណាឃើញដៃខ្ញុំមិនមែនចេះទេណាមិនមែនចេះទេគឺបែបចេះវិញងើយមកចេះវិញហើយបងប្អូនយកចុងកត្រៃយកកលើម្រាមបន្ទាប់មកបងប្អូនកាត់វាតាមដំណើរអញ្ចឹងមកប៉ុន្តែបញ្ជាក់គឺកាត់អញ្ចេះណាកាត់មួយបន្ទាប់មកទាញទៅក្រោយបន្តិចហើយកាត់ទៀតបុកមកទៀតកាត់ហើយទាញទៅក្រោយបន្តិចហើយបើកមុខកត្រៃកាត់មកទៀតប៉ុន្តែគឺសកម្មភាពដូចគ្នាគឺអង្គទៅរកកញ្ញដៃមានន័យថាយើងកាត់បែបនេះឃើញទេអានេះគឺជាក្បាច់ទី2បងប្អូនធ្វើវាមួយសិនក៏បានដែរចាំពេលដែលយើងស្ទាត់ចាំយើងធ្វើវាឲ្យលឿនបន្ទាប់មកទៀតចូលដល់ក្បាច់ទី3គឺក្បាច់កាត់ត្រង់ម្ដងអានេះគឺ90ដឺក្រេក្បាច់កាត់ត្រង់ប៉ុន្តែបញ្ជាក់ក្បាច់នេះគឺកាត់អត់ដល់ម្រាមទេគឺយើងកាត់នៅលើខ្យល់បែបនេះហ្នឹងគឺជាក្បាច់ទី3បន្ទាប់មកទៀតចូលដល់ក្បាច់ទី4គឺដូចគ្នាជាមួយនឹងក្បាច់ទី3ដែរប៉ុន្តែគឺកាត់ពីខាងក្រោមមកវិញគឺក្បាច់ត្រង់ដូចគ្នា
កាត់ពីខាងក្រោមមកវិញហើយអត់ដល់មករៀនដូចគ្នាអាហ្នឹងគឺជាក្បាច់ទី4នៃការកាត់កត្រៃអញ្ចឹងខ្ញុំសូមមកសង្ខេបមេរៀនឡើងវិញអំពីក្បាច់នៃការកាត់សក់ដោយប្រើកន្ត្រៃទាំង4ហ្នឹង4ក្បាច់ហ្នឹងដើម្បីបងប្អូនងាយចាំអញ្ចឹងក្បាច់ទី1គឺក្បាច់កាត់ស្រប180ដឺក្រេណាគឺក្បាច់កាត់ស្របបែបនេះបងប្អូនអាចកាត់ដោយការប្រុងប្រយ័ត្នធ្វើវាមួយរហូតដល់ស្ទាត់ណាបងប្អូនបន្ទាប់មកទៀតក្បាច់ទី2គឺក្បាច់កាត់ប្រឆិតណាបងប្អូនសូមដាក់កត្រៃឲ្យរៀងប្រឆិត45ដឺក្រេហើយបងប្អូនធ្វើការកាត់ពីចុងម្រាមសំដៅទៅកញ្ញរដៃបងប្អូនធ្វើបែបនេះកាត់វាមួយមិនចាំបាច់លឿនពេកក៏បានដែរមួយរហូតដល់យើងស្ទាត់បន្ទាប់មកទៀតចូលដល់ក្បាច់ទី3គឺក្បាច់កាត់ប្រឈរពីខាងលើបែបក្បាច់កាត់ប្រឈរបែបនេះណាបងប្អូននេះក្បាច់កាត់ប្រឈរនេះគឺបញ្ជាក់គឺអត់ឲ្យត្រូវម្រាមដៃយើងទេគឺកាត់នៅលើខ្យល់បែបនេះនេះគឺជាក្បាច់ទី3បន្ទាប់មកទៀតចូលដល់ក្បាច់ទី4ក្បាច់ទី4គឺដូចក្បាច់ទី3មិញដែរក៏ប៉ុន្តែវាខុសគ្នាត្រង់ថាវាកាត់ពីខាងក្រោមទៅវិញហើយអត់ឲ្យប៉ះម្រាមដូចគ្នាណាបងប្អូនធ្វើបែបនេះហើយបញ្ជាក់រាល់ពេលដែលបងប្អូនកាត់គឺកម្រើកតែមេដៃទេណាបញ្ជាក់គឺកម្រើកតែមេដៃទេប៉ុន្តែគឺកម្លាំងនៃការច្បាច់នោះគឺច្បាច់កត្រៃខ្លាំងណាបងប្អូនកុំច្បាច់តិចធ្វើបែបហ្នឹងអញ្ចឹងមេរៀនយើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានតាមដាននៅវីដេអូរបស់ខ្ញុំហើយសូមជួយ Subscribe Channel ខ្ញុំមួយផងដើម្បីឲ្យខ្ញុំបានបន្តនៅការចែករំលែកវីដេអូដែលពាក់ព័ន្ធនឹងការរៀនកាត់សក់ជាបន្តទៅទៀតអរគុណច្រើនបងប្អូនទាំងអស់គ្នា